តាមពិតសំណួរនេះខ្ញុំមិនដឹងថាគាត់ខុសអីគ្រាន់តែខ្ញុំចង់រំលឹកមួយថាអ្វីក៏ដោយចេញពីខ្លួនយើងមុននឹងចូលទៅអ្នកទៅយើងឃើញខ្លួនយើងថាតើខ្លួនយើងនឹងធ្វើខុសគេយើងពិចារណាខ្លួនយើងមុននឹងទៅបន្ទោសអ្នកទៅគោលដៅនឹងមិនមែនថាចង់ស្ដីបន្ទោសទេគោលដៅនឹងគឺចង់ជួយយ៉ាងម៉េចព្រោះយើងបន្ទោសគេយើងបានអីតែបើយើងពិនិត្យខ្លួនឯងគឺយើងបានរៀនពីកំហុសរៀនពីទំនាស់រៀនពីភាពបរាជ័យហ្នឹងព្រោះមានតែខ្លួនយើងរៀនទេខ្លួនយើងរៀនខ្លួនយើងយល់ខ្លួនយើងទទួលហើយខ្លួនយើងផ្លាស់ប្ដូរដែលខ្លួនយើងប្រសើរឡើងដូចការបន្ទោសទៅអ្នកតីសួរថាយើងបានអីបើបន្ទោសគេទទួលគេចំណេញគេកែប្រែគេប្រសើរហើយចុះយើងបានប្រសើរកន្លែងណាយើងអត់មានកន្លែងប្រសើររឿងដដែលកើតឡើងយើងនឹងធ្វើដដែលទៀតព្រោះយើងអត់បានរៀនពីរឿងហ្នឹងផងយើងរវល់តែបន្ទោសមកពីគេតែទាំងអស់តែខ្លួនយើងគឺយើងអត់ដែលបានរៀនទេអញ្ចឹងជាកំហុសមួយធ្ងន់ខ្ញុំគិតថាកំហុសទាំងហ្នឹងគឺដោយសារតែយើងអត់បដោតមកលើខ្លួនយើងយកចិត្តបដោតទៅលើអ្នកតីព្រោះជាទូទៅហ្មងជាច្បាប់ជាទ្រឹស្ដីនិយាយតាក់ទងនឹងភាពជោគជ័យអ្វីគ្រប់យ៉ាងគឺវាកើតចេញពីខ្លួនយើងផ្ដើមចេញពីក្នុងខ្លួនយើងចេញទៅក្រៅអញ្ចឹងគឺនិយាយថាអ្វីដែលកើតឡើងក្នុងជីវិតយើងណាទោះបីយើងខុសក៏ដោយទោះបីយើងត្រូវក៏ដោយហើយយើងខ្លាចជាជនរងគ្រោះដល់ពិតប្រាកដក៏ដោយគឺសុទ្ធតែផ្ដើមចេញពីខ្លួនយើងបើកើតឱកាសឲ្យគេធ្វើបាបយើងខ្លួនយើងផ្ដល់ឱកាសឲ្យគេធ្វើបាបយើងខ្លួនយើងទ្រាំឲ្យគេធ្វើបាបយើងឃើញសិតតែខ្លួនយើងអញ្ចឹងយើងសិក្សាទៅយើងដឹងថាធ្វើអញ្ចឹងអត់ត្រូវទេធ្វើអញ្ចឹងបង្កើតឱកាសអញ្ចឹងថ្ងៃក្រោយយើងកុំបង្កើតឱកាសបែបហ្នឹងទៀតយើងកុំធ្វើបែបហ្នឹងទៀតទោះបីយើងជាមនុស្សល្អដែរពេលខ្លះគេមកធ្វើបាបយើងគិតថាខ្ញុំជាមនុស្សល្អគេអ្នកសាងអំពើអាក្រក់មកយើងអូខេវាជារឿងពិតតែសួរយើងបានអីមកវិញអត់បានអីទេតែបើយើងចាប់បានគិតថាគេអាចធ្វើខ្ញុំបាបខ្ញុំបានដោយសារអីនេះខ្ញុំធ្វើលងកន្លែងនេះខ្ញុំខ្វះការប្រុងប្រយ័ត្នខ្លាំងនេះខ្ញុំធ្វើប្រហែលចឹងថ្ងៃក្រោយខ្ញុំនឹងលែងធ្វើប្រហែលកន្លែងហ្នឹងទៀតហើយខ្ញុំនឹងធ្វើឲ្យខ្លួនឯងប្រសើរឡើងអត់ឲ្យគេធ្វើបាបខ្ញុំអញ្ចឹងទៀតទេ